សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយអំពីប្រធានបទមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងជីវិតនិងការងារប្រធានបទនោះគឺវិធីដោះស្រាយបញ្ហាទូទៅដោយផ្ដោតលើយុទ្ធសាស្ត្រសំខាន់បញ្ហាគឺជារឿងធម្មតានៅក្នុងជីវិតមិនថាជាបញ្ហាកន្លែងធ្វើការក្នុងគ្រួសារឬក្នុងអាជីវកម្មទេអ្នកដែលដោះស្រាយបញ្ហាបានល្អនឹងក្លាយជាមនុស្សដែលមានឥទ្ធិពលនិងជោគជ័យសំខាន់បំផុតមិនមែនជាការគ្មានបញ្ហាទេប៉ុន្តែជារបៀបដែលយើងដោះស្រាយបញ្ហាថ្ងៃនេះយើងនឹងសិក្សា7ចំណុចសំខាន់ដែលអ្នកអាចអនុវត្តបានភ្លាមដើម្បីដោះស្រាយបញ្ហាទូទៅឲ្យមានប្រសិទ្ធភាព 1. រក្សាភាពស្ងៀមស្ងាត់និងគ្រប់គ្រងអារម្មណ៍ជាមុនសិននៅពេលបញ្ហាកើតឡើងអារម្មណ៍ខឹងភ័យខ្លាចឬអត់ធរមាននឹងងាយកើតឡើងបើយើងសម្រេចចិត្តក្នុងការឬក្នុងភាពរំជើបរំជួលយើងនឹងជួយឲ្យបញ្ហាកាន់តែធំយុទ្ធសាស្ត្រនៃការដោះស្រាយដកដង្ហើមជ្រៅ5ទៅ10ដងរួចសួរខ្លួនឯងថាតើបញ្ហានេះពិតជាធំដូចអ្វីដែលខ្ញុំកំពុងមានអារម្មណ៍ដែរឬទេភាពស្ងប់ស្ងាត់គឺជាគន្លឹះដំបូងនៃការដោះស្រាយបញ្ហា 2. កំណត់បញ្ហាឲ្យបានច្បាស់បញ្ហាភាគច្រើនមើលទៅធំព្រោះយើងមិនបានកំណត់វាឲ្យច្បាស់សួរសំណួរថាបញ្ហាពិតប្រាកដគឺជាអ្វីវាកើតឡើងនៅពេលណានឹងមានផលប៉ះពាល់អ្វីខ្លះតើវាជាបញ្ហាតែមួយឬមានបញ្ហាតូចៗជាច្រើនផ្សេងទៀតឧទាហរណ៍បើក្រុមការងារមិនមានគោលដៅមិនត្រូវនិយាយថាក្រុមការងារយើងធ្វើមិនល្អប៉ុន្តែត្រូវកំណត់ថាការទំនាក់ទំនងរវាងផ្នែកលក់និងផ្នែកផលិតគឺពិតជាមិនល្អ 3. ប្រមូលព័ត៌មាននិងវិភាគមូលហេតុឬគល់កុំប្រញាប់ដោះស្រាយតែរកសញ្ញាប្រើវិធី 5why គឺហេតុអ្វីចំនួន5ដងដើម្បីរកឫសគល់ពិតប្រាកដប្រមូលទិន្នន័យពីគ្រប់ភាគីស្ដាប់មតិនិងពិនិត្យទិន្នន័យដែលមាននេះនឹងជួយឲ្យយើងមើលឃើញរូបភាពពេញលេញ 4. រកដំណោះស្រាយច្រើនរួចជ្រើសរើសវិធីដែលដោះស្រាយល្អបំផុតបើក brainstorming ដើម្បីរកដំណោះស្រាយច្រើនតាមដែលអាចធ្វើបានកុំវិនិច្ឆ័យគំនិតភ្លាមបន្ទាប់មកវាតម្លៃដំណោះស្រាយនីមួយៗតាមលក្ខណៈតើដោះស្រាយឬគល់បានដែរឬទេតើមានហានិភ័យប៉ុណ្ណាតើវាអាចអនុវត្តបានឆាប់ប៉ុណ្ណាជ្រើសរើសដំណោះស្រាយដែលមានតុល្យភាពបំផុត 5. រៀបចំផែនការនិងអនុវត្តដោយច្បាស់លាស់ដំណោះស្រាយល្អត្រូវមានផែនការជាក់លាក់ដូចជាតើត្រូវធ្វើអ្វីតើអ្នកណាទទួលខុសត្រូវតើត្រូវធ្វើរួចនៅពេលណាតើត្រូវតាមដានយ៉ាងដូចម្តេចសរសេរផែនការឲ្យច្បាស់រួចចែកភារកិច្ចឲ្យក្រុម 6. តាមដានវាតម្លៃនិងកែតម្រូវក្រោយការអនុវត្តត្រូវតាមដានលទ្ធផលជាប្រចាំបើលទ្ធផលមិនដូចការរំពឹងទុកសូមកុំកែតម្រូវភ្លាមការតាមដានគឺជាផ្នែកសំខាន់បំផុតដែលមនុស្សភាគច្រើនភ្លេចរៀនសូត្រនិងកែលម្អប្រព័ន្ធចំណុចទី7រៀនសូត្រនិងកែលម្អប្រព័ន្ធបន្ទាប់ពីដោះស្រាយបញ្ហាសូមធ្វើការពិនិត្យក្រោយពេលកែលម្អតើយើងធ្វើបានល្អអ្វីខ្លះតើត្រូវកែតម្រូវចំណុចអ្វីខ្លះតើយើងអាចការពារបញ្ហាដូចគ្នានេះនៅពេលអនាគតដោយរបៀបណាការរៀនសូត្រពីបញ្ហានឹងធ្វើឲ្យយើងក្លាយជាមនុស្សពូកែដោះស្រាយបញ្ហាកាន់តែខ្លាំងឡើងសេចក្តីសង្ខេបវិធីដោះស្រាយបញ្ហាទូទៅដែលមានប្រសិទ្ធភាពមាន7យុទ្ធសាស្ត្រសំខាន់ 1. រក្សាភាពស្ងប់ស្ងាត់ 2. កំណត់បញ្ហាឲ្យច្បាស់ 3. វិភាគឫសគល់ 4. រកដំណោះស្រាយច្រើន 5. រៀបចំផែនការនិងអនុវត្តតាមដាន 6. តាមដាននិងកែតម្រូវ 7. រៀនសូត្រនិងកែលម្អប្រព័ន្ធបើអ្នកអនុវត្តទាំង7យុទ្ធសាស្ត្រ
ទាំងនេះឲ្យបានល្អអ្នកនឹងឃើញការផ្លាស់ប្ដូរយ៉ាងធំក្នុងការដោះស្រាយបញ្ហានិងក្នុងភាពជាអ្នកដឹកនាំរបស់អ្នកសូមចងចាំថាបញ្ហាមិនដល់សម្លាប់មនុស្សទេប៉ុន្តែការមិនដោះស្រាយបញ្ហាទេដែលធ្វើឲ្យយើងបរាជ័យអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បើអ្នកមានវិធីដោះស្រាយបញ្ហាផ្ទាល់ខ្លួនឬមតិយោបល់សូមបញ្ចេញមតិខាងក្រោមយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូបន្ទាប់សូមឲ្យអ្នកទាំងអស់គ្នាក្លាយជាមនុស្សដែលពូកែដោះស្រាយបញ្ហានិងនាំមកនូវដំណោះស្រាយវិជ្ជមានជានិច្ចបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ